ឥឡូវនេះយើងចូលដល់ការថ្មីបងប្អូនដើមខែវិសាខចូលគៀកខែចែកវិសាខយើងមើលទៅដើមមហាពោធិ៍ឆ្នាំនេះខុសពីធម្មតាដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងពោធិ៍របស់យើងពេញវ័យគឺឆ្នាំទី15ហើយជារៀងរាល់ឆ្នាំខែនេះគឺអត់មានស្លឹកទេជ្រុះស្លឹកអស់នៅក្នុងខែចែកប្រគុណចែកជ្រុះស្លឹកអស់ហើយឥឡូវនេះយើងប្រគុណចូលខែចែកទៅណាចា៎ទៅជាលូតលាស់ដោយសារអីដោយសារដើមនៃខែប្រគុណភ្លៀងធ្លាក់ជោគជាំហើយជាពេលវេលាដែលដើមពោធិ៍នេះមានអាយុកាល15ឆ្នាំហើយឆ្នាំនេះជាឆ្នាំដែលយើងឆ្លងមហាពោធិ៍ទៅតាមហេតុហើយលោកគ្រូបានកសាងទីនេះបង្កើតទីនេះអស់រយៈពេលក៏ចូលដល់ឆ្នាំទី15ដែរបន្ទាប់ពីលាចាកសិក្ខាបទមកបាទដាក់ប្រភ្នោះមកក៏15ឆ្នាំនៃការកសាងភ្នំទាំងអស់នេះលោកគ្រូបានកសាងមកជារៀងរហូតទាំងលើកពូលភ្នំក៏ដូចជានៅចង្កេះភ្នំលើមាត់ជ្រោះក៏ដូចនៅជើងភ្នំដែលមានប្រវត្តិព្រៃសុទ្ធសាធថ្មរដេបរដប់ហើយរោផ្លូវឡើងមិនកើតផ្លូវឡានចតអត់កើតបានទាញអុកថ្មហើយយកគ្រឿងចាក់មកកាយលងតម្លាក់ថ្មធំយកអាចដីមកដាក់ខាងលើវាតឲ្យទៅជាទីបរិស្ថានសម្រាប់ឡានចតដែលមានការគ្រប់គ្រងនឹង6ហត្តាដែលខ្ញុំអ្នកគ្រប់គ្រងនៅជើងភ្នំហើយនៅភ្នំនេះគឺទាំងអស់ក្នុងទីនេះហើយអញ្ចឹងអ្វីដែលបានកសាងមកគឺយើងសម័យឃើញទៅគឺព្រៃស្ងាត់ឈឹងថ្មរៀបហែកបន្ថែមនៅលើទីស្ថានចាស់ពីយូរលង់មកហើយឥឡូវយើងកែប្រែពីកន្លែងចាស់ទៅជាថ្មីវិលត្រឡប់មកវិញជាមួយនឹងខួបទី15យើងរួចច្រើនណាស់លោកគ្រូបានកសាងច្រើនមែនទែនជាមួយនឹងបងប្អូនពុទ្ធបរិស័ទអ្នកមានសទ្ធាបន្តិចចូលជាមួយលោកគ្រូច្រើនតិចច្រើនតាមបញ្ញាតាមសទ្ធាតាមនិស្ស័យនឹងហើយឥឡូវនេះខែវិសាខចិត្តចូលដល់ហើយដើមពោធិ៍មានព្រលឹងប្រាប់អំពីដំណឹងនៃខែវិសាខដើមឆ្នាំនឹកឃើញសម័យពុទ្ធហ្នឹងអញ្ចឹងដែរការព្រះអង្គទ្រង់ទៅគង់ដើមមហាពោធិព្រឹកត្រង់ដើមខែវិសាខហ្នឹងគឺធម្មជាតិស្រស់ណាព្រះសម្មាសម្ពុទ្ធបន្ទាប់ពីទទួលនិមិត្ត5យ៉ាងនិមិត្ត5យ៉ាងមុនថ្ងៃត្រាស់ដឹងធម្មជាតិហ្នឹងឲ្យនិមិត្ត5យ៉ាងបន្ទាប់ពីនិមិត្ត5យ៉ាងព្រះអង្គទ្រង់កាត់និមិត្តមួយហើយដោយបញ្ញាក៏ដឹងថានឹងត្រូវត្រាស់ដឹងហើយក្នុងលោកហើយក៏គោចរចរិតមកកាន់ផ្ចិតផែនដីហ្នឹងមានដើមមហាពោធិ៍អញ្ចឹងដុតចំផ្ចិតផែនដីនៃប្រទេសឥណ្ឌាគឺនៅពុទ្ធគយាព្រះអង្គទ្រង់មើលឃើញធម្មជាតិហាក់បីស្រស់បោះទទួលរឿងអ្វីមួយយ៉ាងធម្មជាតិជុំវិញខ្លួនព្រះអង្គពិចារណាថាធម្មជាតិទាំងអស់វាជាសញ្ញានៃការដល់ពេលអ្វីមួយយ៉ាងនៃលោកនេះដែលត្រូវប្រែប្រួលដែលត្រូវឃើញច្បាស់ធម្មជាតិល្អអាក្រក់ដូចជាការឲ្យដំណឹងថាល្អនឹងចូលមកដល់ហើយមិនយូរទេការព្យាយាមគង់តែបានសម្រេចត្រើយដល់វែងឆ្ងាយដូចជាតថាគតធ្លាប់នៅកណ្ដាលមហាសមុទ្រសាគរឥឡូវនេះសេចក្តីព្យាយាមគង់តែឃើញត្រើយមិនយូរទេតថាគតនឹងឃើញត្រើយហើយដល់ត្រើយហើយជាមួយការព្យាយាមនេះអញ្ចឹងខែពិសាខនេះចូលមកដល់នឹងមានហេតុអ្វីកើតឡើងទន្ទឹមនឹងការនិមិត្តហ្នឹងព្រះអង្គទ្រង់បានសម្រេចការត្រាស់ដឹងនៅក្រោមដើមមហាពោធិព្រឹកប្រភពបែរទៅទិសខាងកើតចំខាងបូរទិសខាងកើតដែលមានរស្មីព្រះអាទិត្យចាំងចែងនៅថ្ងៃពុធ15កើតខែវិសាខនឹងតែម្ដងបាទ
ដែលត្រូវត្រាស់ដឹងឆ្នាំរកានឹងចឹងណាបាទនេះយើងនឹកឃើញរឿងហ្នឹងក៏នឹកឃើញដើមមហាពោធិ៍នេះហាក់បីដូចលូតលាស់ផ្លាស់ប្ដូរត្រួយខ្ចីនៃដើមពោធិ៍ដែលឧបដិនៅទីនេះឡើងលើថ្មម្ដុំថ្មធំណាខាងក្រោមហ្នឹងថ្មធំណាហើយជាមួយនឹងព្រះអង្គសន្តានជារូបរិទ្ធនិព្វាននៅក្រោមដើមមហាពោធិ៍ដែលយើងមើលទៅឃើញសណ្ដូកប្រភេទសណ្ដូកក្រហមបាទហើយប្រកេះមកជល់ក្រោមដើមមហាពោធិ៍ហើយហាក់បីដូចជារូបរាងយ៉ាងពិតប្រាកដនៃបរិនិព្វានហើយការថែរក្សាពោធិ៍នេះហើយខ្ញុំបានរក្សាមកមានការថែទាំគោរពដល់ធម្មជាតិនៃការត្រាស់ដឹងក្នុងโลกនេះពពុទ្ធទាំងឡាយត្រាស់ដឹងគឺតែងតែមានដើមឈើជារុក្ខជាតិជាសហជាតិវត្ថុទៅកើតដែរដូចថ្ងៃព្រះអង្គទ្រង់ប្រសូតឡើងក្នុងโลกកើតឡើងក្នុងโลกពពុទ្ធដែលយើងដើមពោធិ៍នេះប្រសូតដែរនឹងដើមពោធិ៍ប្រសូតឡើងកើតឡើងក្នុងโลกដែរដើមពោធិ៍នឹងជាទីដែលព្រះអង្គគង់ក្រោមដើមពោធិ៍ត្រាស់ដឹងពពុទ្ធមុនមានដើមឈើយ៉ាងដែរគឺដើមជ្រៃដើមជ្រេះដើមល្វានឹងសិតតែពពុទ្ធត្រាស់ដឹងហើយដើមជ្រៃដើមជ្រេះដើមល្វាដើមពោធិ៍ដល់ពពុទ្ធមួយអង្គទៀតព្រះសាមេត្រីត្រាស់ដឹងទៅដើមខ្ទឹមឃើញទេធម្មជាតិអញ្ចឹងធម្មជាតិនេះមានប្រយោជន៍សម្រាប់ដល់ការត្រាស់ដឹងយើងមិនគួរមិនជួយថែរក្សាដើមឈើឲ្យមានប្រយោជន៍ហើយមនុស្សលើពិភពលោកនេះគេស្គាល់អំពីដើមពោធិ៍នេះច្បាស់ថាពពុទ្ធនៃយើងត្រាស់ដឹងក្រោមដើមពោធិ៍ណាហើយដើមពោធិ៍នេះនឹងអស់ទៅវិញនៅពេលដែលព្រះពុទ្ធសាសនាអស់ដែរសូម្បីរូបព្រះបដិមាអស់ដែរអំពើល្អអស់ដែរព្រះត្រៃបិដកអស់ដែរសាសនានឹងអស់អាយុ 5000 ឆ្នាំដើមពោធិ៍នឹងអស់ព្រះត្រៃបិដកអស់ព្រះបដិមាអស់ដើមមហាពោធិ៍អស់ទៅវិញដែរនេះសង្ខារធម៌មិនទៀងអញ្ចឹងពោធិ៍នេះឆ្នាំនេះបងប្អូនមិនទាន់ឃើញស្លឹកចាស់ជ្រុះអស់ផងស្លឹកថ្មីដុះបាត់ឆ្នាំដតេចូលដល់ខែប្រគុណចែកគឺនៅសល់តែដើមចងានអត់ស្លឹកទេតែឆ្នាំនេះលោកគ្រូបានប្រាប់តាំងពីមុនអីខួបទីអាយុ15ឆ្នាំហើយដើមពោធិ៍ដែលលោកគ្រូមករស់នៅថែរក្សាតាំងអំពីតូចមកដែលជាទីស្ថានស្នាមពីបុរាណដែលលោកគ្រូមកតាំងអំពីដំបូងអីនៅអាស្រ័យស្រឡាញ់ទីនេះស្រឡាញ់ភ្នំក៏បានរតនីព្រះពុទ្ធហើយយកមកតម្កល់កសាងឥឡូវនេះប្រាសាទយើងនេះលោកគ្រូប្រាំងធ្វើចិត្តហើយទៀតដែរបងប្អូនណា700ការ៉េជាងប្រាសាទធំមកសសរក៏ធំព្រឿនក៏ធំធ្វើជាលក្ខណៈប្រាសាទអញ្ចឹងទៅហើយព្រះពុទ្ធបដិមាដែលលោកគ្រូធ្វើនេះកម្ពស់38ម៉ែត្រលើនឹងទៅលើព្រះពុទ្ធប្រនីកតំណាងបាំងថ្ងៃនេះនគរនីកយើងផងនគរដើមកំណើតគោធ្លោកហើយក៏រៀបចំមកមិនទាន់បានស្អាតស្រស់បោះទេហើយនៅមានចំណុចខ្វះខាតច្រើនទៀតដោយសារតែការលះបង់និងការព្យាយាមរបស់យើងអត់ទាន់ដល់គោលដៅតិចទៀតមានភ្លើងមានអីពោះដដែលលើភ្នំ3ជាន់ហុំព័ទ្ធដោយភ្នំ4ព័ទ្ធជុំវិញទីនេះកដាលហើយកិច្ចកោតបរិយគឺមកពីពាក្យថាកិច្ចកោតនឹងគិរីបរិយគិរីគឺភ្នំតែម្ដងដែលមានក្បាលភ្នំដូចជាសំពៅមានថ្មកាត់អញ្ចឹងរហូតមកជាហៀងខាងនោះរហូតអញ្ចឹងរូបរាងសំពៅមានរបៀបបុរាណមួយនៅពីលើសល់តាំងពីសម័យណាតែបាក់បែកអស់ហើយគ្រូបានរៀបចំសារជាថ្មីហើយទីនេះក្តីយើងរៀបចំមកចាក់គ្រូធ្វើខាងមុខទៀតហ្នឹងមានក្រាលការ៉ូអានេះណាចាប់ដើមឲ្យស្អែកជាងចាក់កវ៉ាត់ជុំវិញដើមមហាពោធិ៍ឲ្យខឿនត្រឹមត្រូវហើយនៅថ្ងៃទី28នេះមានពុទ្ធបរិស័ទហែព្រះ
108អង្គមកផងឆ្ងាយចិត្តទាំងអស់មកកាន់ទីនេះហើយយើងកំពុងតែជ្រះថ្លាជាមួយនឹងពុទ្ធបរិស័ទនឹងគ្រប់ទិសទីហើយភ្នំកិច្ចកោតបរិយនេះក៏មានវត្តមានច្រើនពុទ្ធបរិស័ទដែលបានជួយមកក្រៅក្នុងប្រទេសមកចូលរួមហើយតាមតិចច្រើនមានសទ្ធាជ្រះថ្លាហើយបានជាចំណែកខ្លះហើយក្នុងពុទ្ធសាសនាទៅតាមសទ្ធាតាមវិស័យរៀងខ្លួនចឹងទៅជាមួយលោកគ្រូដែលលោកគ្រូផ្ដើមទាំងអាគារខ្នោះហើយខាងលើនេះហើយខាងក្រោមដែលគ្រូកសាងអស់ជាងមកដល់ពេលនេះ3ជាន់ហ្នឹងទាំងផ្លូវទាំងអីទាំងរូបយៈអមហ្នឹងគេហៅវិសវ័នយៈនិមិត្តប្រកេះដែលមានក្បាលប្រកេះបែបហ្នឹងយៈនិមិត្តឈោយាដំបងហ្នឹងកម្ពស់11ម៉ែត្រហើយមានរាជតោអមតាមផ្លូវធ្វើឡើងចដើឡើងភ្នំមានអីរហូតមកដល់សួនព្រះសាមិត្រីហ្នឹងកើតអាគារថែមទៀតហើយអាគារវិបស្សនាហើយបដិបត្តិធម៌ជាមួយនឹងបន្ទប់ទឹកនិងបរិថែមកំពុងតែធ្វើ10បន្ទប់នៅខាងជើងភ្នំនោះផង10បន្ទប់ថែមទៀតផងអាបន្ទប់5នេះអីកំពុងតែចង្អៀតអត់គ្រប់គ្រាន់កំពុងបរិថែមបាទនៅខាងលើនេះ6បន្ទប់ដែរសម្រាប់បងប្អូនទាំងអស់បងប្អូនលោកគ្រូនិយាយនេះជាចំណែកមួយគ្រាន់តែជាការនិយាយបើសិនតែភាសាធម៌វិញគេថាសំលេងប្រៀបបានដូចជាអក្ខរៈឬភ្ជញ្ជនៈដែលលោកគ្រូនិយាយនេះវាពីរោះគ្រាន់តែការស្ដាប់ការយល់តែអត្ថន័យជ្រៅទៅក្នុងរឿងនេះតើតើបងប្អូនពិសោធន៍បងប្អូនសាកតើការឡើងភ្នំការកសាងភ្នំមានប្រយោជន៍អីបងប្អូនទៅស្រាវជ្រាវសិក្សាប្រវត្តិពុទ្ធមួយអង្គគ្រប់ពុទ្ធទាំងឡាយព្រះអង្គនៅលើភ្នំដែរអត់ហើយជាពិសេសលោកគ្រូទៅប្រទេសឥណ្ឌានឹងជារៀងរាល់ឆ្នាំទៅនេប៉ាល់ជារៀងរាល់ឆ្នាំហើយមួយឆ្នាំទៅម្ដងទៅវិលត្រឡប់មកវិញបានមួយខែនេះហើយប្រទេសឥណ្ឌានឹងចូល10ឆ្នាំហើយដែលគ្រូតែចេញចូលដូចជាផ្ទះលំនៅឋានភ្នំហេមពៀនហើយជាដើមហើយភ្នំវេបរៈវិបពលៈតុករគិរីអ៊ីសិកលិភ្នំកិច្ចកោតអីផ្សេងហ្នឹងភ្នំហេមពៀនជាដើមសិតតែមានប្រវត្តិរបស់ព្រះពុទ្ធលោកគង់នៅនឹងធ្លាប់ទៅតាំងបំពេញបារមីនៅសំបីភ្នំហេមពៀនជាតិជាសវៈជាតិជាច័ន្ទកណរាកណរីនៅលើភ្នំហេមពៀនជាតិប្រវេស្សដរនៅលើភ្នំហេមពៀនហើយព្រះអង្គចុះពីចដាកែវនៃភាសាទី7បន្ទាប់ពីប្រោះពុទ្ធមេតាហើយនៅធម៌ទាំងឡាយអភិធម្ម7កពីទ្រង់ដាក់ជំហានចុះមកនៅសង្កសៈពេលថ្ងៃនៅតាវតឹងនៅតុសិតយប់ឡើងព្រះអង្គមកសម្ដែងធម៌នៅភ្នំហេមពៀនសំគួរជាទីបូជាព្រះពុទ្ធទាំងឡាយសំទីខ្ពង់ខ្ពស់ដូចជាទីសក្ការៈដែលយើងធ្វើជើងពៀនឬក៏ធ្វើពំនុកនៃការទ្រដាក់កំពូលការកសាងព្រះដាក់លើកំពូលភ្នំនេះមានអានិសង្សមានប្រយោជន៍ណាជាទីគ្របសង្កត់នៅអកុសលហើយជាទីជ្រះថ្លារបស់មនុស្សទេវតាមិនមែនតែយើងទេបងប្អូនទៅលេងសរីលង្កាក៏ព្រះនៅលើកំពូលភ្នំអីគ្របសង្កត់ណាហើយបុរាណយើងធ្វើប្រាសាទធ្វើព្រះវិហារពីដើមធ្វើប្រាសាទសទ្ធាហ្នឹងសរសៃប្រាសាទហ្នឹងចងក្រងជារូបរាងប្រមូលផ្ដុំសទ្ធាហ្នឹងធ្វើជាប្រាសាទឡើងប្រជុំនៃញាតិវង្សរាជប្រជាសម័យហ្នឹងធ្វើប្រាសាទលើកំពូលភ្នំគ្របដណ្ដប់ឲ្យខ្ពង់ខ្ពស់ជាទីសក្ការៈបានខ្ពស់ទៅកាន់រាជប្រជានាសម័យនោះអញ្ចឹងភាគច្រើនធ្វើលើកំពូលភ្នំគ្របសង្កត់អកុសលនិងមាដែលមានចិត្តបាបឲ្យមើលឃើញប្រពុតឲ្យកើតជ្រះថ្លាពពកបរោះយើងធ្វើលើកំពូលភ្នំច្រើនណាស់ហើយលោកគ្រូក៏សម្រាប់ធ្វើលើកំពូលភ្នំនាំខ្សាច់នាំទឹកនាំដែកនាំអីគ្រប់យ៉ាងមកធ្វើលើកំពូលភ្នំដើម្បីថ្វាយសាសនាដែរហើយបងប្អូនចាំណាព្រះពុទ្ធទាំងឡាយពេលព្រះអង្គបរិនិព្វានទៅគេតែងធ្វើព្រះសតូប
ឬប្រជេដីរបស់ព្រះពុទ្ធព្រះបច្ចេកពុទ្ធគេតែងធ្វើនៅទីសំគេបូជាព្រះពុទ្ធសំកន្លែងណាដែលសំគឺទី1រាល់ព្រះពុទ្ធបរិនិព្វានឬស្ដេចចក្រពត្តិពេលស្ដេចចក្រពត្តិបរិនិព្វានគឺគេតែងធ្វើដោយព្រះពុទ្ធចឹងដែរព្រះសតោបដូចគ្នាចឹងដែរហើយព្រះសម្មាសម្ពុទ្ធផ្ដាំព្រះអានន្ទណាអានន្ទសួរថាបបិទ្ធព្រះអង្គអើយព្រះពុទ្ធពេលបរិនិព្វានទៅគេតម្កល់ទុកនៅព្រះសតោបឯណាអានន្ទសួរខ្លាចមានគេសួរអានន្ទអត់ដឹងគេថាអានន្ទហ្នឹងជាពុទ្ធសាវកផ្នែកខាងឧបថៈអ្នកបម្រើទ្រទ្រង់ព្រះពុទ្ធទៅទីណាទៅតាមព្រះពុទ្ធហើយជាឃ្លាំងនៃការចាំធម៌ទៀតអានន្ទក្រែងពុទ្ធបរិស័ទសួរអត់ដឹងនាំគេថាដល់ខ្លួនយ៉ាងនេះយ៉ាងនោះមានចិត្តរគាសសួរព្រះពុទ្ធណាព្រះអង្គសម្ដែងថាអានន្ទទីណាដែលជាទីជ្រះថ្លាគឺគេតែងធ្វើព្រះសតូបនៅទីនោះអានន្ទព្រះបច្ចេកពុទ្ធព្រះពុទ្ធឬស្ដេចចក្រពត្តិគេធ្វើកន្លែងទីប្រជុំជនដែលមានផ្លូវបំបែកជា4ឃើញទេគេដាក់នៅទីផ្លូវបំបែកជា4គេតាំងព្រះសតូបឬព្រះបដិមានៅទីផ្លូវបំបែក4ដើម្បីឲ្យមនុស្សដែលធ្វើដំណើរនឹងមានសទ្ធាជ្រះថ្លារីករាយគ្របសង្កត់មនុស្សអាក្រក់ឲ្យមានសទ្ធាដែរអញ្ចឹងឃើញធ្វើព្រះសតូបប្រជេដីព្រះបដិមានៅទីប្រជុំផ្លូវបំបែក4ជាទីជ្រះថ្លាអានន្ទនឹងទីប្រជុំជនទីផ្លូវបំបែកជា4ឬទីសំគួរដ៏ខ្ពង់ខ្ពស់ណាបងប្អូនណាកន្លែងហ្នឹងអញ្ចឹងយើងធ្វើទីខ្ពង់ខ្ពស់ដើម្បីជាប្រយោជន៍រលឹកនឹកឃើញដល់ពុទ្ធបរិស័ទណាគេចង់បានទីខ្ពស់ឲ្យស្រេចហ្នឹងសំគួរហ្នឹងតម្កល់ពធហ្នឹងលើកកម្ពស់ពធហ្នឹងព្រះត្រៃបិដកអដ្ឋកថាក្តីនៅលើទីខ្ពង់ខ្ពស់ហើយភ្នំរបស់យើងនេះណាព្រះត្រៃបិដកហ្នឹងប្រមាណឈុតឥឡូវនេះថ្ងៃទីប្រមាណនេះពុទ្ធបរិស័ទដែលជាញាតិរបស់លោកគ្រូរបស់ភ្នំកិច្ចកោតហ្នឹងដង្ហែអដ្ឋកថាមកថ្ងៃទី5ថ្ងៃទី31ថ្ងៃទី5ហ្នឹងមកហ៎អដ្ឋកថាឥឡូវទូអដ្ឋកថាមកដល់ហើយសួរថាដាក់លើកពូលភ្នំមានប្រយោជន៍ថាជាទីតម្កល់ពធឲ្យខ្ពង់ខ្ពស់ដូចលើជើងពៀនឲ្យតែយើងមានសទ្ធាឲ្យយើងមានបញ្ញាហើយបងប្អូនហើយទីនេះបើមានព្រះពុទ្ធអង្គទ្រង់ឧបដិឡើងកើតឡើងហើយព្រះបដិមាកើតឡើងហើយលោកគ្រូកសាងបកគោលភ្លើងធំបាញ់ពលឺទៅកាន់ព្រះពុទ្ធ4ទិសហើយបងប្អូនមើលពីផ្លូវជាតិឃើញច្បាស់ចេះមើលពីភ្នំកងរៃឃើញច្បាស់ចេះពីនេះមើលទៅភ្នំកងរៃឃើញច្បាស់ដូចគ្នាហើយបង្កើតបកគោលភ្លើងធំបាញ់ទៅលើព្រះ40ម៉ែត្របងប្អូនឥឡូវនេះបានពាក់កណ្ដាលហើយប្រាសាទនេះនៅតែចាក់ផ្លុងសេហើយធ្វើដបូលលក្ខណៈប្រាសាទហើយហើយធ្វើអញ្ចឹងណាបងប្អូននេះលោកគ្រូលើកត្រឡប់មកវិញតិចអំពីរឿងហ្នឹងតើលោកគ្រូលើកនិយាយលេងពិភាក្សាបងប្អូនរឿងហ្នឹងតើលោកគ្រូចង់និយាយពីអីលោកគ្រូលើកថ្ងៃនេះជាសាច់រឿងមួយដាច់ដライមួយទៀតនិយាយអំពីផល្លាអានិសង្ឃដែលពូវុទ្ធគាត់មកសួរថ្ងៃមិញតាមពុទ្ធបរិស័ទអ្នកភ្នំពេញសហរដ្ឋអាមេរិកប្រទេសបារាំងអូស្ត្រាលីបាទហើយគាត់មានសទ្ធាអាហារបួសទីនេះឆាក់ទទួលទានអាហារបួសបាទតាមលោកគ្រូនៅក៏ទទួលទានអាហារបួសចឹងដែរបាទណាគឺលះបង់អញ្ចឹងបងប្អូនណាអញ្ចឹងបងប្អូនមានប្រយោជន៍អីខ្លះក្នុងការរក្សាដើមពោធិ៍មានប្រយោជន៍អីខ្លះក្នុងការកសាងដំបូលប្រាសាទតម្កល់ព្រះពុទ្ធបដិមាមានប្រយោជន៍អីខ្លះក្នុងការតាក់តែងរៀបចំភ្ញីផ្កាសក្ការៈបូជាចំពោះទីគួរបូជារបស់ព្រះពុទ្ធទាំងឡាយលោកគ្រូលើកមិញព្រះពុទ្ធទាំងឡាយពេលបរិនិព្វានទៅព្រះសតោព្រះបដិមានៅតាមទីផ្លូវបំបែកទីប្រជុំជនទីជ្រះថ្លាលើទីខ្ពង់ខ្ពស់ជាដើម
Chẳng tí để miên bài nâng bộ cô tớ bằng cao phiếp cho rẻ thla căn để cho rẻ thla ta ban an sẵn ấy chẳng phụ vụt có mà xua thà là cửu có sang priệt nâng ban an sẵn ấy ấy an sẵn dạng mệnh là cửu có sang và sang ban an sẵn ấy có sang và côn nâng ban an sẵn ấy hay xua có sang khâu tiên bằng ôn tiên là thốt đọc dài cứ bằng ôn giấy bị an sẵn bằng ôn dồn an sẵn sang sạch cho đạo bằng ôn nó cứ ao trở lại nâng bằng thêm từ ngày mình hay chia ca lược vô máu sầm rạp ngày ní đạch đổi lại nó cứ thọ prap bằng ôn cha mà hỏi tha không lột ní không miên thọ ẻn nà sama đòi sama thị ní nó vậy chứ tệ sama đòi thọ sama thị tệ không lột ní không miên thọ ẻn nà sama đòi sama thị tệ thọ sama thị bỏ ăn tha sama thị ní tên là sama đòi vậy chứ tệ sama thị ní ở trà sa chwe ác mà ta thọ đại mình sạch thọ đại tăng nởสมาธิบองจะสร้างสมาธินิกายให้เอาไปโคสังศักษาอมปีสมาธิบางคนหลักกึกหน้าบางคนมันสมาธิหลักกึกนุ่งบางคนเราจะออกมีปัญญาปีพวกปัญญาการเจนปีสมาธิหาจุดเพลิงตรัสดันเราขนมเมียเก็บจังเราครูส่งคันตัดอมปีเอาไว้เดินครูเยบิกาก่อสร้างเราครูนิยายอมปีสมาธิบางคนเปียสมาธินี่บางคนโยนเลยประสังชาญวัดนะโลกไตแต่สมได้โยนปีสมาธิปัญไตหลักกึกนาบางคนเนื้อแต่มันสมาธิบางคนเนื้อแต่อดเมียนปัญญารู้ว่าสมาธินี่เชื่อเครื่องประโมทปัญญาเชื่อเครื่องประโมทเพียบอารมณ์อริยจัดเชื่อเครื่องได้ประโมทเพียบปราชัยหมอก็ดมเอาเตยเชื่อการจุกเจสมาธินี่เชื่อทอตอนสมัยเชื่อทอตามสมัยการเชื่อทอเมื่อคืนใช่ไหมทำไมกรกลักเตสักได้เยิงประโมทอารมณ์ปีเพียบผลิตขลุ่นปีเพียบวงเวงเอามันเนื้อเพียบดังขลุ่นและก็นาบางคนเอาสมาธิเตะวิเชียในการผลิตพลอดแผลงเนื้อแต่เมียนการปราชัยเนื้อแต่เมียนปีปลุกการมันสมาธิวิอัดการปัญญาเพราะปัญญาการเจริญอมปีการประโมทอารมณ์เติบจัดลุกจังลูกครูสำได้ใครแทนสมาธิเชื่อรึกกลแต่นอกอาการปัญญาปัญใต้ปัญญาเนี่ยมุนหนึ่งการเวียคือตรงแต่ประดามเจริญปีสมาธิระเบียบแน่แต่นอกอาการปัญญาจังสมาธิกรอนแต่เชื่อเครื่องครึในการประโมทอารมณ์สมาธิคือเชื่อเครื่องดำกอจัดดำกอการเพียยิ้มดำกอสติแต่ไม่อย่างกดสมาธิคือเชื่อการดำกอสติดำกอการเพียยิ้มนั่งการประโมทอารมณ์แต่ไม่อย่างหนึ่งเตะเติมดอกน้องโถสมาธินี้มีเปียแต่ไม่มาเตะสมาวิเยเมะคือโดยแต่สมาธิสมาธิโดยสมาสติจังมีใบยางสมาวิเยเมะการเพียยิ้มประโมทอารมณ์สมาธิการประโมทอารมณ์อีกหนึ่งโน้สมาสติโยสติอีกหนึ่งโน้ชื่อว่าสมาธิจังเครื่องประโมทอารมณ์ใครก็ยังสมาธิให้สมาธินี้เองจับดามเรียนประโมทอารมณ์เป็นลือปัญญาการเมียนอารมณ์หนึ่งโนอารมณ์มูลเมื่อเคยพิปราชัยเมื่อเคยชีวิตชุบะจังสมาธิเนี่ยคือวิจิตรกลระบบกรรมฐานให้กรรมฐานเนี่ยจิตรกลระบบวิปัสสนาเนี่ยจิตรกลในการปัญญาเนี่ยจิตรกลในการสำรักเพลจัดบ่มีปัญญาจัดนั้นคือหมดจัดคือชุบะจัดคือโยลมองให้บ่มีปัญญา
គឺចិត្តរបស់យើងមើលឃើញធ្លុះសម្រេចធ្វើអីមានបញ្ញាជាគ្រឿងដឹកយើងធ្វើចិត្តយើងសម្រេចមានបញ្ញាដែលយើងឃើញច្បាស់នឹងឯងដែលចិត្តយើងហ៊ានចិត្តយើងលះចិត្តយើងមុតនៃការសម្រេចចិត្តគឺការចេញពីបញ្ញាត្រូវភាពជោគជ័យកើតការជោគជ័យកើតចេញពីការសម្រេចចិត្តអាការដែលសម្រេចចិត្តនឹងឯងជាតួព្យាយាមជាតួសតិតួសមាធិដដែលអញ្ចឹងបងប្អូនសមាធិគឺជាមេរៀននៃការប្រមូលអារម្មណ៍មកឲ្យស្ងប់ហើយបើអត់ស្ងប់ធေါ်រត់រាយហើយបើអត់ស្ងប់ទុកចោលរត់រាយហើយបើអត់ស្ងប់រកអត់ឃើញទេបើអត់ស្ងប់ភ្លេចមុខភ្លេចក្រោយបងប្អូនចាំណាពិសោធន៍ថ្ងៃណាដែលអារម្មណ៍បងប្អូនអត់ស្ងប់អារម្មណ៍អត់នឹងណោបងប្អូនភ្លេចមុខភ្លេចក្រោយចង់ទៅណាអារម្មណ៍ឡើយទៅគិតនេះគិតនោះអត់មូលគឺថ្ងៃនឹងឯងជាថ្ងៃភ្លេចទៅដល់ហើយបាននឹកឃើញនឹងឃើញទេបាត់បង់ភាពគ្រប់គ្រងព្រោះសមាធិគឺជាគ្រឿងគ្រប់គ្រងនៃកាយទាំងមូលជាធម៌ដែលគ្របដណ្ដប់ធម៌ទាំងអស់បានព្រះអង្គទ្រង់សរសើរថាសមាធិនេះជាធម៌គ្របដណ្ដប់នៃធម៌ទាំងអស់ព្រះអង្គពោលសរសើរធម៌សមាធិសម័យណាមានរឿងច្បោកច្បល់សម័យណាបងប្អូនខ្លាយជាអ្នកដឹកនាំសម័យណាបងប្អូនខ្លាយទៅជាបុគ្គលដែលមានបញ្ញាលុះត្រាតែបងប្អូនមានសមាធិនឹងឯងហើយបើអត់មានអានឹងទេបងប្អូនគឺអត់តទេឆេវឆាវខំភ្លេចមុខភ្លេចក្រោយភ័យជោគជ័យបរាជ័យខំជីវិតមកសៅក្តៅកាហាយវាអត់ច្បាស់លាស់ខ្លួនឯងធ្វើខ្លួនឯងឲ្យបរាជ័យនឹងសមាធិប្រមូលអារម្មណ៍អញ្ចឹងសមាធិនេះបងប្អូនស្ងប់ប្រមូលមកស្ងប់ឈឹងបងប្អូននៅតែស្ងប់សូន្យទៅទេអានិសង្ឃបងប្អូនអត់ទាន់កើតគ្រប់លក្ខណៈទេអត់ទាន់ពេញទេផលរបស់បងប្អូនបានស្ងប់មែនតែបងប្អូនមិនអាចសម្រេចធម៌ត្រាស់ដឹងដោយសមាធិមួយយ៉ាងទេព្រោះធម៌ត្រាស់ដឹងពាក្យថាត្រាស់ដឹងគឺបញ្ញាដឹងរឿងគ្រប់យ៉ាងគឺតួបញ្ញាតើតែបងប្អូនប្រើបញ្ញាសិនអញ្ចឹងធម៌ត្រាស់ដឹងគឺជាធម៌បញ្ញាបើបងប្អូនចង់យកបញ្ញាដើម្បីចាក់ទម្លុះធម៌ត្រាស់ដឹងបងប្អូនចង់ត្រាស់ដឹងអំពីលោកនេះបងប្អូនត្រូវយកសមាធិនេះមកចម្រើនអំពីជីវិតហើយនិយាយពីជីវិតគឺនៅលើតួកម្មដ្ឋានហើយគ្រូកម្មដ្ឋានច្រើនណាស់បានបរៀននេះតើកម្មដ្ឋាន40ចម្រើនអីមួយឲ្យកើតបញ្ញាសូម្បីតែបងប្អូនយកសមាធិហ្នឹងដែលមានភាពប្រមូលអារម្មណ៍បានហើយទៅចម្រើនកម្មដ្ឋានយកកម្មដ្ឋានថ្នាក់អីមួយមកចម្រើនគ្រាន់តែយកពាក្យថាកម្មដ្ឋាន40ហ្នឹងយកអនុសតិក៏បានយកអាសុខនៃរូបរាងកាយដែលយើងមិនទៀងនេះក៏បានក៏មានបញ្ញាថាអញមិនទៀងអញមិនគួរប្រព្រឹត្តរឿងទុកទោសអីពេកក៏យល់នៅក្នុងធម៌អញ្ចឹងកម្មដ្ឋាន40នេះយកទៅតាមនិស្ស័យបងប្អូនទៅយកមកពិចារណាចាក់ធ្លុះទៅអាកាលណាយកកម្មដ្ឋានមកចាប់ផ្ដើមដាក់តម្កល់នៅក្នុងចិត្តអានឹងវាកើតវិបស្សនាមានបញ្ញាអញ្ចឹងបញ្ញានេះគឺវិបស្សនាហ្នឹងឯងតើដល់ធ្វើវិបស្សនាបានគេថាធ្វើបញ្ញាអញ្ចឹងអ្នកណាចង់បង្កើតបញ្ញាក៏ឲ្យធ្វើវិបស្សនាហ្នឹងឯងដែលនាំឲ្យកើតបញ្ញាហើយបងប្អូនចេះតែថាខ្ញុំអត់យល់ខ្ញុំភ្លេចមុខភ្លេចក្រោយភ្លេចដោយសារបងប្អូនមិនគ្រប់គ្រងខ្លួនឯងបានបងប្អូនគ្រប់គ្រងខ្លួនឯងមិនបានហើយភ្លេចហើយបរាជ័យដដែលនៅក្នុងរឿងដដែលគេដើរដល់ណាហើយលោកគ្រូអញ្ចឹងលោកគ្រូគាត់អនុវត្តអីក្នុងកិច្ចកោតនេះលោកគ្រូការឃើញច្បាស់ដោយបញ្ញាគឺចិត្តហ៊ានលះហើយចិត្តលះនេះណាលោកគ្រូកសាងដំបងគេនាំគ្នាថាតកសាងអីចង់បញ្ចប់នៃការមើលឃើញច្បាស់
នៃការកសាងនឹងចង់បញ្ចប់អ្វីដែលលោកគ្រូសម្រេចចិត្តផលកើតឡើងបងប្អូនដឹងថាភាពច្បាស់លាស់របស់លោកគ្រូផលកើតឡើងរាល់ថ្ងៃនេះទៀតលោកគ្រូនៅតែប្រមូលអារម្មណ៍ទាំងបិទភ្នែកមិនបិទភ្នែកឲ្យតែអារម្មណ៍វាស្ងប់គឺនៅតែឈ្មោះថាសមាធិដដែលមិនមែនសមាធិនេះតតែបិទភ្នែកទេតតែពេនភ្នែនទេសមាធិនេះស្ថិតនៅក្នុងអរិយាបថ4គេថាអរិយាបថនេះគឺដេកដើរឈរអង្គុយដេកក៏បានឲ្យតែប្រមូលអារម្មណ៍អង្គុយក៏បានឲ្យតែប្រមូលអារម្មណ៍ឈរក៏បានឲ្យតែប្រមូលអារម្មណ៍ដើរទៅមុខមួយឲ្យតែប្រមូលអារម្មណ៍គេហៅភាវនាឬចង្ក្រមហ្នឹងក៏ជាសមាធិនៅតែមានការសមាធិដដែលបងប្អូនលោកគ្រូអង្គុយនៅនេះតែដឹងរឿងថានៅកន្លែងណាធ្វើកើតមិនកើតទុកអរត់រីលោកគ្រូដឹងទាំងអស់ពីព្រោះលោកគ្រូគ្រប់គ្រងវានៅក្នុងបាតដៃលោកគ្រូវាដឹងណាប្រមូលអារម្មណ៍ដឹងពីការគ្រប់គ្រងនឹងតួនាទីរបស់ខ្លួនឯងហើយដឹងចិត្តខ្លួនឯងនេះទៀតថាគួរធ្វើមិនវានៅតែមានផលនឹងអាប់ដេតចេះតោះវាទាន់សម័យនឹងទៅមុខទៀតហើយអាគារក្តីស្អីក្តីការសូនរូបព្រះក្តីបើអត់មានការសមាធិចិត្តនឹងណោទេបងប្អូនអត់ប្រមូលទេបងប្អូនធ្វើអត់ស្អាតទេអត់មានសិល្បៈក្នុងខួរក្បាលទេអញ្ចឹងបងប្អូនចិត្តដែលយើងសម្រេចបានច្បាស់លុះត្រាតែយើងប្រើប្រាស់បញ្ញាយើងច្បាស់ទៅយើងចាក់លុះនៅអ្វីដែលយើងប្រាថ្នាចង់បានបងប្អូនធ្វើអីក៏បានកើតជាមនុស្សលោកនេះធ្វើអីក៏កើតឲ្យតែបងប្អូននឹងណោច្បាស់លាស់យឺតជាងគេមែនតែឲ្យតែនឹងណោច្បាស់លាស់បងប្អូននៅតែធ្វើបានបងប្អូនស្ដាប់លោកគ្រូយូរជាងគេច្រើនជាងគេគឺអ្នកដែលនៅក្បែរលោកគ្រូប៉ុន្តែអត់មានផលបដិបត្តិទេការបដិបត្តិអត់មានតែការស្ដាប់នេះគ្រាន់តែជាសម្លេងទេយកតែបដិបត្តិបានដឹងរាក់ដឹងជ្រៅផ្លែស្វាយនៅនឹងដៃលោកគ្រូបង្ហាញផ្លែស្វាយគ្រាន់តែដឹងផ្លែស្វាយទេយកតែបដិបត្តិពិចារណាស្វាយនោះមិនដឹងថាជូររសជាតិវាដឹងអត្ថន័យដឹងអត្ថរបស់វាភាពជោគជ័យនៅលើបទពិសោធន៍ភាពច្បាស់លាស់នៅលើការធ្វើការពិសោធន៍បានដឹងថាវាពិបាកនិងមិនពិបាករាល់ថ្ងៃនេះយកការស្ដាប់ឲ្យតែពីរោះមើលឃើញឲ្យតែឃើញអញ្ចឹងមានជោគជ័យមកពីណាអត់បានបដិបត្តិអញ្ចឹងបងប្អូនពាក្យថាបដិបត្តិនេះឯងគឺសមាធិយកតែបដិបត្តិឲ្យពិចារណានឹងហើយពិចារណាឲ្យឃើញនឹងហើយហៅវិបស្សនាពិចារណាឲ្យឃើញភាពមិនទៀងទាត់រាល់ថ្ងៃរបស់យើងមើលយប់សួរថាមិនទៀងទាត់អីខ្លះយប់មិញដេកស្រួលណាក្នុងអេរិយាបថផ្អៀងតែថ្ងៃនេះដេកអត់ស្រួលសោះផ្អៀងផងផ្កាប់ផងផ្ងាផងសួរថាវាមិនអញ្ចឹងយើងដឹងថាវាប្រែប្រួលឃើញអត់នឹងភាពប្រែប្រួលវាសោតមានដឹងព្រាមអញ្ចឹងបងប្អូនសមាធិប្រមូលអារម្មណ៍ស្ងប់បងប្អូនគ្រប់គ្រងបានបងប្អូនអីចង់កើតបញ្ញាកម្មដ្ឋានចេះពិចារណារឿងរ៉ាវណាដែលបងប្អូនលើកមកឫសគល់របស់សមាធិដែលមានកម្មដ្ឋានដែលមានវិបស្សនានាំឲ្យកើតបញ្ញាជាថ្នាក់នៃអំណាចចិត្តបងប្អូនអាចវិជាចិត្តបានហើយមានបញ្ញាច្បាស់ហើយបងប្អូនអ្នកធ្វើបុណ្យទាំងអស់លុះត្រាតែគាត់មានបញ្ញាមានសទ្ធាគាត់ច្បាស់បានគាត់ធ្វើគាត់តស៊ូឡើងគាត់មកឲ្យឃើញហើយយកទៅពិសោធន៍ត្រេះរិះពិចារណារៀនឲ្យអត់ធ្វើអត់កើតទេស្អីក៏ដោយអ្នករៀនមេរៀនផ្ទះថ្មវិស្វកម្មអត់បានកើតអីទាំងអស់អ្នករៀនខាងកសិកម្មដាំដំណាំមួយមិនកើតអ្នករៀនពេទ្យបើគាត់រៀនពេទ្យពិតប្រាកដគាត់ធ្វើត្រឹមតែឆ្នាំមួយឲ្យតែកើតគាត់ខ្លាយទៅជាមនុស្សជោគជ័យក្នុងឆ្នាំគាត់ឲ្យច្បាស់លាស់ទៅណានេះលោកគ្រូលើកឡើងអញ្ចឹងអំណាចចិត្តនេះកាលណាយើងមានបញ្ញាហើយយកអំណាចចិត្តមកប្រើមកដើម្បីសម្រេចការងាររបស់យើងដើម្បីសម្រេចគោលដៅរបស់យើងនៅតែធ្វើខុសនៅតែវិលត្រឡប់មកចម្រើនវិបស្សនារៀនស្ងប់ត្រេះរិះសាដើមអង្គុយគិតភ្នែកមុតទៅអញ្ចឹងបានលោកគ្រូដឹងថានេះភ្នែកមុតអ្នកនេះច្បាស់លាស់នេះមិនច្បាស់លាស់ដោយសារអីដោយសារតែអ្នកខ្លះគ្រប់គ្រងគឺគាត់មុតទៅ
ច្បាស់ក្នុងចិត្តគាត់អត់ត្រឡប់មកត្រឡប់ទៅគេហៅវិជិកិច្ឆាទេឃើញអត់អញ្ចឹងបងប្អូនហើយបើចិត្តមុតហើយបងប្អូនសម្រេចធ្វើអីបានផលនឹងធ្វើអីបានផលនឹងជួនកាលសាមញ្ញនេះតែបានផលបងប្អូនខ្ញុំនិយាយរឿងមួយរឿងពវុទ្ធសួរនៅពវុទ្ធខាងព័ត៌មានតណាបាទហើយខ្ញុំមិនជាអ្នកចង់ផ្សព្វផ្សាយទេបងប្អូនណាបាទបងប្អូនព្រោះខ្ញុំមិនចង់មានមុខអីទេសាមញ្ញបំផុតតែបាទបងប្អូនមានរឿងមួយដែលសួរអំពីផលអានិសង្សបរិសម្នាក់មានឈ្មោះហៅថាអនភិរៈជាកូនអ្នកក្រីក្រអាហារដែលកំពុងតែត្រៀមនឹងបរិភោគសម្រាប់ខ្លួនឯងអាហារត្រៀមនឹងបរិភោគឃើញព្រះបច្ចេកពុទ្ធលោកនិមន្តមកដោយសេចក្តីសង្រួមមានសេចក្តីជ្រះថ្លាប្រគេនអាហារដល់ព្រះបច្ចេកពុទ្ធហើយប្រាថ្នាថាសូមកុំឲ្យខ្ញុំនេះស្គាល់ពាក្យថាមិនមានឬពាក្យថាគ្មានសូមប្រាថ្នាតាំងចិត្តប្រាថ្នាសូមកុំឲ្យខ្ញុំស្គាល់ពាក្យថាមិនមានឬពាក្យថាគ្មានជាតិណាក៏ដោយសូមកុំឲ្យខ្ញុំស្គាល់ពាក្យថាមិនមានឬគ្មានឬក៏ពាក្យថាក្រអាហារដែលខ្លួនមានហ្នឹងណាប្រគេនព្រះបច្ចេកពុទ្ធដោយលះបង់ប៉ុណ្ណឹងបញ្ញាមើលឃើញដូចជ្រះថ្លានឹងទង្វើនឹងកាយវិការរបស់ព្រះបច្ចេកពុទ្ធជ្រះថ្លាមិនគេហៅជ្រះថ្លាអញ្ចឹងគេធ្វើអីប្រកបដោយសេចក្តីជ្រះថ្លាគ្រាន់តែប៉ុណ្ណឹងណាកន្លងផុតទៅក្នុងមួយជាតិទៀតជាអ្នកមានសម្បត្តិល្មមមកជាតិទៀតកើតមកមួយជាតិទៀតជាតិបន្ទាប់ឃើញព្រះសតោបដែលគេធ្វើហ្នឹងជ្រះថ្លាមែនទែនហើយព្រះសតោបហ្នឹងព្រះសតោបព្រះបច្ចេកពុទ្ធព្រះពុទ្ធសំទោសព្រះសតោបហ្នឹងព្រះពុទ្ធនាមព្រះមហាកាសបៈនៃពុទ្ធអតីតកាលមានសេចក្តីជ្រះថ្លានឹងព្រះសតោបក៏យកចង្គៀងព្រេងហ្នឹងបូជាជុំវិញព្រះសតោបដើម្បីបង្កើតសេចក្តីជ្រះថ្លាកាន់តែថែមដល់កន្លែងនោះជុំវិញព្រះសតោបចង្គៀងយកមកបូជាជុំវិញព្រះសតោបរបស់ព្រះពុទ្ធអតីតកាលនាមព្រះមហាកាសបៈមកជាតិបូជាចង្គៀងបូជាអាហារដោយជ្រះថ្លាណាគេធ្វើឲ្យជ្រះថ្លាបងប្អូនធ្វើឲ្យជ្រះថ្លាកែលម្អឲ្យមនុស្សជ្រះថ្លាបងប្អូនចេះជួយឲ្យមនុស្សជ្រះថ្លាបន្ថែមទៅតាមនិស្ស័យស្រាប់តែផលអានិសង្សនេះដែលបានប្រាថ្នាអញ្ចឹងធ្វើបុណ្យក៏ពាក់ព័ន្ធការប្រាថ្នាដែរការពិជាតិអ្នកក្រីក្រប្រាថ្នាថាម៉េចកុំឲ្យស្គាល់ពាក្យថាមិនមានឲ្យស្គាល់ពាក្យតែមានមិនកុំឲ្យស្គាល់ពាក្យថាមិនមានហើយជាបន្តមកទៀតយកចង្គៀងបូជាសូមឲ្យមានពលឺសូមប្រាថ្នាឲ្យសូមឲ្យមានទឹកបច្ចៈខុមើលធ្លុះធ្លាយចឹងទៅប្រាថ្នាឲ្យស្រាប់បកើតជាតិមួយទៀតហ្នឹងសម័យពុទ្ធត្រាស់ដឹងឡើងក្នុងโลกនេះបានកើតនៅក្នុងតកូលមួយខ្ពង់ខ្ពស់មានសេរីសម្បត្តិគ្រប់យ៉ាងគឺពាក្យថាមិនមានគឺអត់ដែលស្គាល់មេត្តាបិតាហ្នឹងមានមែនតើហើយទៅកើតក្នុងកន្លែងណាអំណាចបុណ្យដែលខ្លួនប្រាថ្នាតាំងចិត្តនេះវាបានផលមកវិញធ្វើអីដោយការតាំងចិត្តវាបានផលគ្រប់យ៉ាងផលការបដិបត្តិបងប្អូនព្យាយាមកសាងព្រះកាត់ព្រះហើយកាត់លុយហើយ
បងប្អូនកសាងអីក៏ឲ្យតែបងប្អូនកសាងវាកើតទៅអញ្ចឹងផលហ្នឹងវាឲ្យផលមកវិញទៅកើតជាបរិជ្ជបុត្ររបស់ព្រះបាទអមិតោតនៈហើយអមិតោតនៈនេះគឺជាវងរបស់សុទ្ធោតនៈដែរតនៈដូចគ្នាគ្រាន់តែអមិតោតនៈនិងសុទ្ធោតនៈនៅក្នុងរាជវង្សនៃសក្យវង្សវង្សរបស់ព្រះពុទ្ធដែរហើយព្រះបិតាអមិតោតនៈនឹងគឺជាព្រះបិតុលាគឺពូរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងតើកើតនៅក្នុងរាជបុត្រហើយបងរបស់ព្រះអង្គឬក៏រាជបុត្រហ្នឹងមានឈ្មោះហៅថាប្របាទនាមៈបងប្រុសមានប្អូនស្រីមួយទៀតនាងហិរណីតែទៅកើតនឹងមានឈ្មោះហៅថាបរិជ្ជបុត្រអានរុត្តឈ្មោះអានរុត្តនៅក្នុងសក្យវង្សឃើញទេមេត្តាគ្រាន់តែកើតនឹងផលនឹងមេត្តាមានប្រាសាទ3សម្រាប់ឲ្យកំសាន្តប្រាសាទ3រដូវប្រាំងរដូវរំហើយរដូវវស្សាសម្បូរដោយសម្បត្តិគ្រប់យ៉ាងថ្ងៃមួយនៅតូចហ្នឹងនៅលេងទូចចេះនៅកុមារភាពហ្នឹងរាជបុត្រហ្នឹងទៅលេងបោះឈ្នះស៊ីនំអ្នកណាបោះឈ្នះស៊ីនំដល់រាជកុមារនេះនៅតូចហ្នឹងលេងចាញ់គេអស់លីងគេស៊ីនំអស់ឲ្យមេដាហ្នឹងយកនំមកទៀតព្រោះកើតនោះបនច្រើនអត់ដែលពាក្យស្គាល់ថាมันមានទេមិនដែលឮមេដាពោលថាពាក្យมันមានទេលេងបោះចាញ់គេបោះឈ្នះស៊ីនំនំអស់លីងមេដាធ្វើឲ្យហើយក៏ប្រាប់តែមេដាឲ្យអ្នកនឹងទៅប្រាប់មេដាថាឲ្យមេដាធ្វើនំមកទៀតយកនំមកទៀតមេដាថាมันមានទេមិនដែលឮពាក្យថាมันមានពាក្យมันមាននឹងមានន័យថាម៉េចធ្លាប់ឮសូរតែពាក្យតែមានអញ្ចឹងឲ្យមេដាយកនំมันមាននឹងមកឃើញផលឲ្យទៅកើតក្នុងសក្យវង្សឃើញសេចក្តីប្រាថ្នាឃើញផលឲ្យទៅគ្រប់គ្រងភ្នំបានភ្នំមានញាតិច្រើនអ្នកខ្លះខ្លាយទៅជាបរិជាអ្នកខ្លះខ្លាយទៅជាអ្វីទាំងអស់កើតចេញពីការធ្វើបានលុយរាល់ថ្ងៃកើតចេញពីការធ្វើការបដិបត្តិអ្នកធ្វើឡានបានឡានអ្នកបង្រៀនបានលុយពីការបង្រៀនព្រះសង្ឃបដិបត្តិធម៌បានផលពីការបដិបត្តិសង្រួមបានផលពីការសង្រួមជាងចម្លាក់បានផលពីចម្លាក់ខ្មាន់បាញ់ធ្នូបានផលចេញពីការបកែរបស់ខ្លួនបានធ្នូអ្នកសម្អាតស្អាតមានសេចក្តីជ្រះថ្លាបានផលពីការសម្អាតលុយបច្ច័យផលបានចេញពីការធ្វើមិនអ្នកណាអត់ធ្វើកើតទេអញ្ចឹងផលហ្នឹងរុញអានិសង្សហ្នឹងឃើញផលហ្នឹងឯងឲ្យមានដែរប្រាប់ថាมันមានទេអញ្ចឹងយកនំมันមានមកមានដែរហ្នឹងឮសូវអញ្ចឹងចង់បង្ហាញកូនអាពាក្យมันមានហ្នឹងណាចង់បង្ហាញកូនឲ្យយកហ្នឹងណាតទេឲ្យក្រោបឲ្យស្អាតឲ្យអ្នកបម្រើនឹងយកមកឲ្យអ្នកបម្រើនឹងទូលយកមកឲ្យវាមិនមានទេហើយអានរត់នឹងចង់បាននំមិនមានហ្នឹងសួរថាផលអានិសង្សនៃសេចក្តីធ្វើនេះបានអត់ថាបានពាក្យថាមិនមានគឺមិនដែលអត់ទេចំពោះព្រះអានរត់ទេវតានោះមានចិត្តជ្រះថ្លារីករាយនឹងផលរបស់បុណ្យដែលមានពីកាលទេវតាមកនិមិត្តធ្វើនំមិនមានឲ្យពេញនៅក្នុងហ្នឹងទេវតាហ្នឹងហើយបងប្អូនមើលអត់ឃើញទេវតាផលរបស់ទេវតានឹងចាំនិយាយពីទេវតាទៀតអញ្ចឹងទេវតានិមិត្តនំហ្នឹងដាក់ពេញថាយកទៅអនុរុទ្ធលក់រសជាតិហ្នឹងឈ្មោះនំមិនមាននិយាយពីឆ្ងាញ់ហើយពោលថាមានតាហើយអានំមិនមាននេះឆ្ងាញ់ណាស់ឲ្យមានតាធ្វើទៀតអ្នកឃើញហ៎នេះផលរបស់ព្រះអនុរុទ្ធដល់អនុរុទ្ធពេញវ័យសោយសម្បត្តិជាមនុស្សលោកនេះផលនឹងវាច្រើនមែនទែន
ហើយនំមិនមាននេះវាផលបានពីណាបានការពីព្រះអនុរុទ្ធនោះបានយកអាហារដែលខ្លួនត្រូវបរិភោគទៅប្រគេនព្រះបច្ចេកពុទ្ធនឹងឯងហើយពោលថាសុំកុំឲ្យពាក្យស្គាល់ពាក្យថាមិនមានហ្នឹងហើយឃើញផលនឹងវាហូរមកឃើញផលនឹងវាបានទេធម្មជាតិវិសេសៈអញ្ចឹងព្រះអនុរុទ្ធបានផលអំពីជាតិនឹងអតីតជាតិនឹងផលនឹងពីបានអត់ដែលស្គាល់ពាក្យថាអត់ទេអនុរុទ្ធសោយសេរីសម្បត្តិអនុរុទ្ធបរិបូរដោយភោគទ្រព្យនៅក្នុងត្រកូលដ៏គង់ខ្ពស់ជាបិតាជាបេតុលាក្នុងសក្យវង្សនឹងយ៉ាងយូររហូតទៅដល់ពេញវ័យមានសេចក្តីប្រាថ្នាទៅបួសឃើញអត់ហើយទៅបួសនោះទៀតផលមួយទៀតហើយទៅបួសទៀតព្រះអនុរុទ្ធនេះគឺនិយាយពីសមាធិនេះឯងព្រះសម្មាសម្ពុទ្ធទ្រង់ឲ្យព្រះអនុរុទ្ធរៀនសមាធិហើយសមាធិនេះយកកម្មដ្ឋានហើយនឹងវិបស្សនាមកដាក់ចូលខ្លួនឲ្យរៀនសមាធិរៀនប្រមូលអារម្មណ៍រៀនធម៌ដែលព្រះពុទ្ធលោកឲ្យនឹងអញ្ចឹងអនុរុទ្ធនេះរៀនសមាធិយកកម្មដ្ឋានចម្រើនវិបស្សនាកើតបញ្ញាអនុរុទ្ធយកកម្មដ្ឋានវិបស្សនាកើតបញ្ញាទៅពិចារណានៅពុរិស័កលក្ខណៈវិតកៈរបស់ព្រះពុទ្ធ8យ៉ាងរបស់បរោះ8យ៉ាងមហាបរោះនឹងអស្ចារ្យមានអាការៈអស្ចារ្យបុណ្យនឹងកើតចេញពីអីផលកើតចេញពីអីជាយាមមែនតើណាពិចារណាអំពីផលរបស់គេរបស់អ្វីមួយយ៉ាងអញ្ចឹងទៅយើងពិចារណាផលរបស់អ្នកកសាងព្រះនេះណោះស្អាតតែមិនដឹងគេលក់បានប្រមាណទេណោះគេព្យាយាមអញ្ចឹងណាដូចយើងពិចារណារកហេតុផលអញ្ចឹងណាដល់ទៅពិចារណាអំពីអដ្ឋពុរិសលក្ខណៈវិតកៈរបស់មហាបរោះ8យ៉ាងពិចារណាបានសម្រេចទឹកបច្ចៈខុភ្នែកទឹកហ្មងមើលធ្លុះធ្លាយមើលឃើញច្បាស់សូម្បីតែព្រះអនុរុទ្ធបានសម្រេចទឹកបច្ចៈខុបើព្រះអនុរុទ្ធចាប់ផ្ដើមមើលហើយធ្លុះធ្លាយសូម្បីលោកធម៌1000លោកធាតុ1000ក៏អនុរុទ្ធមើលឃើញច្បាស់ចេះដូចជាលោកធាតុនឹងនៅលើបាតដៃយ៉ាងច្បាស់កន្លែងមើលឃើញច្បាស់នៅលោកធាតុ1000បាន1000នៃលោកធាតុតែនៅក្នុងលោកនេះដូចជាមើលទៅនឹងបាតដៃផ្ទាល់ដូចជាសម្លឹងឃើញនៅលើបាតដៃផ្ទាល់សម្រាប់ទឹកបច្ចៈខុដោយសារអីដោយសារផលនៃអតីតជាតិរបស់ព្រះអនុរុទ្ធយកចង្គៀងព្រេងហ្នឹងមកដាក់ជុំវិញបូជាព្រះសតូបរបស់ព្រះអតីតនៃអតីតរបស់ព្រះមហាកស្សបៈនឹងបូជាត្រឹមតែអាហារដែលយើងគិតមិនដល់បូជាត្រឹមតែបฏิបដែលយើងភ្លឺនឹងយើងគិតថាអត់ប្រយោជន៍តែផលនឹងវាបានមកវិញតាមអំណាចចិត្តដែលខ្លួនប្រាថ្នាឬបដិស្ថានអញ្ចឹងឃើញផលនៃអាហារដែលប្រាថ្នាបដិស្ថានចំពោះព្រះបច្ចេកពុទ្ធហើយចង្គៀងយកទៅបូជាព្រះសតូបរបស់បច្ចេកដីរបស់ព្រះអតីតឬអតីតព្រះមហាកស្សបៈហើយបូជាព្រះសតូបនឹងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធផលនឹងបានអញ្ចឹងសម្រាប់ទឹកបច្ចៈខុហើយព្រះពុទ្ធនៃយើងបានដាក់នាមជាអគ្គសាវកផ្នែកខាងអំណាចចិត្តហើយនឹងទឹកបច្ចៈខុឯតតកៈផ្នែកខាងទឹកបច្ចៈខុមើលឃើញធ្លុះធ្លាយសំបីព្រះអង្គបរិនិព្វានព្រះអនុរុទ្ធមើលឃើញអំណាចចិត្តនិងវិញ្ញាណរបស់ព្រះពុទ្ធទៀតដឹងថាព្រះពុទ្ធបរិនិព្វានឬមិនទាន់បរិនិព្វានអានន្ទទ្រង់សួរទៀតនឹងផលអានិសង្សបើយើងធ្វើបច្ចុប្បន្នផលវាបានបច្ចុប្បន្នបើបងប្អូនស្រោចទឹកវាបានផលអញ្ចឹងផលទាំងអស់កើតចេញពីការធ្វើរបស់យើងម្នាក់ហើយនៅពេលដែលយើងមានបញ្ញាទៅយើងច្បាស់ខ្លួនឯងសម្រេចចិត្តច្បាស់បើខ្វះបញ្ញាมันអាចសម្រេចចិត្តច្បាស់ទេអញ្ចឹងបុគ្គលដែលខ្វះបញ្ញាគឺមិនដែលសម្រេចចិត្តអីបានច្បាស់មិនដែលជោគជ័យអីទេហើយคล้ายទៅជាចិត្តដូចមនុស្សទៅមុខទៅក្រោយវិជិកិច្ឆាសង្ស័យអត់ចេះចប់ដោយសារខ្វះបញ្ញាអញ្ចឹងដើម្បីបង្កើតបញ្ញាដើម្បីឲ្យការសម្រេចចិត្តនឹងវាត្រូវច្បាស់
ទាល់តែមកបង្កើតភាពសមាធិពិចារណាមិនមែនសមាធិឲ្យលក់ឲ្យឈឹងតែម្យ៉ាងទេដើម្បីជួយបង្កើតបញ្ញាយកផ្លូវចិត្តទៅទីពឹងដើម្បីធ្វើអញ្ចឹងផលអានិសង្សនៃការដាក់បฏิបនេះសម្រាប់តាំងទៅបច្ចៈខុអញ្ចឹងទៅបានធម៌មួយថាអាណាំងបាណាំងវត្តថាំងឃើញទេទានវត្ថុ10យ៉ាងអ្នកឲ្យបฏิបឈ្មោះថាឲ្យចក្ខុឃើញអនុរុទ្ធសម្រាប់បានទៅបច្ចៈខុទេអញ្ចឹងបងប្អូនកសាងព្រះនេះមានគេថ្វាយបង្គំប្រសង់តូចធំព្រះអង្គថ្វាយបង្គំគឺសម្រាប់ដោយចិត្តជ្រះថ្លាទេកាន់តែស្អាតគេកាន់តែជ្រះថ្លាទេហើយបងប្អូនបម្រើការងារឲ្យគេកាន់តែស្អាតគេកាន់តែលួចជ្រះថ្លាគេរីករាយគេទៅរកបងប្អូនទេអញ្ចឹងបងប្អូនត្រូវតែពិនិត្យទៅលើភាពនឹងនររបស់បងប្អូននិងបងប្អូនជោគជ័យអញ្ចឹងយកពេលប្រមូលអារម្មណ៍ទីក្នុងជីវិតទៅបដិបត្តិទៅលះកាលណាមានបញ្ញាហើយលះចោលគ្រឿងអាក្រក់គ្រឿងសៅមងកើតបនអ្នកណាលះបង់គ្រឿងសៅមងអ្នកនឹងឈ្មោះថាអ្នកធ្វើបន់តែជាប់គ្រឿងសៅមងមិនមែនអ្នកធ្វើបន់ទេអញ្ចឹងមកកាន់ទីកន្លែងដែលបូជាគឺត្រូវតែលះបង់គ្រឿងសៅមងរឿងមិនគួរកប់បីចោលអានឹងជាគ្រឿងរំខាននៃបន់យើងហើយអញ្ចឹងបងប្អូនអរិយបុគ្គលព្រះអនុរុទ្ធព្រះអានន្ទអគ្គសាវក80ព្រះអញ្ញកដេញវបៈវត្តយៈមហានាមៈអសជិយសៈវិមលៈសុពាហុបនជិរហូតដល់អនុរុទ្ធអនន្តសោណៈកនិកណាកុមារកសបៈមហាកោធិតៈសោភិតៈនុនកៈមហាកបិនៈដល់អង្គលីមាលៈភគុគំពលៈ80អង្គសិតតែជាអេតកៈផ្នែកខាងរិទ្ធផ្នែកខាងបុណ្យឃើញទេអញ្ចឹងបងប្អូននិស័យបងប្អូនអីក៏ដោយមិនមានការបៀតបៀនគ្នាទេក្នុងលោកនេះអ្នកណាធ្វើអីជាការបដិញ្ញារបស់គេអញ្ចឹងបងប្អូនកើតអំណាចចិត្តដល់កើតអំណាចចិត្តបងប្អូនទៅពឹងព្រះអនុរុទ្ធឲ្យជួយពិនិត្យមើលផ្លូវវិញ្ញាណឲ្យខ្ញុំម្ចាស់ផងអនុរុទ្ធសម្លឹងឃើញហើយបើយើងវិញអ្នកមិនជឿថាអត់អញ្ចឹងធម៌ឲ្យនៅការសម្រេចត្រាស់ដឹងបញ្ញាញាណដោយព្រះសារីបុត្របានខាងបញ្ញាគ្រាន់តែសពះព្រះសម្មាសម្ពុទ្ធនៅក្នុងការផ្គុំដៃចូលបែបហ្នឹងទេព្រះសម្មាសម្ពុទ្ធទ្រង់សួរព្រះសារីបុត្រអំពីដំណក់ទឹកភ្លៀងនៅលើចក្រវាលនេះប្រមាណក្រោយចក្រវាលណាព្រះសារីបុត្រគ្រាន់តែលាក់ដៃប៉ុណ្ណេះទៅយំដៃមួយទៅក្រោយព្រះសារីបុត្រដឹងគ្រាប់ភ្លៀងនៅក្នុងចក្រវាលក្រោយចក្រវាលនេះព្រះសារីបុត្រលើកតែប៉ុណ្ណោះនេះព្រះសារីបុត្រឯព្រះមោគលានវិញកំពុងបំណំព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យព្រះមោគលានដើម្បីពិនិត្យមើលពួកឋាននរកពួកប្រែតអីជាដើមហ្នឹងគ្រាន់តែមោគលានតម្លាក់ដៃចុះហើយទៅយំប៉ុណ្ណេះមោគលានដល់ឋាននរកឃើញអំណាចទេធម្មជាតិឲ្យយើងមានបញ្ញាធម្មជាតិឲ្យនៅពេលដែលយើងគោរពបដិបត្តិឃើញព្រះមោគលានខាងរិទ្ធទេព្រះសារីបុត្រខាងបញ្ញាទេហើយព្រះមួយអង្គទៀតឈ្មោះហៅថាសីវលីឃើញព្រះអង្គខាងសបោលៀបសបោទ្របទេបើនិយាយពីលៀបទ្របវិញសំបីព្រះសម្មាសម្ពុទ្ធសំបីទេវតាក៏សឹងពឹងលៀបទ្របរបស់ព្រះសីវលីដែរហើយជុំនៅព្រះវិខុសង្ឃទៀតដតីច្រើនទៀតក្នុងលោកនេះដែលជាសង្ឃរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងយើងត្រូវមានបញ្ញាឲ្យច្បាស់ពិចារណាធ្វើអីឲ្យច្បាស់ទៅបានយើងសម្រេចបានហើយលះបង់ហ៊ានណាឲ្យសិមងរាប់តោនដៃរាប់មិនអស់ណាគ្រាន់តែធ្វើអានេះលោកគ្រូធ្វើណាហើយឥឡូវនេះព្រះជាងចូល$10,000ជាងឥឡូវគេឲ្យដំណឹងហើយចិត្តហើយទៀតហើយកពស់សិតប្រមាណម៉ែត្រសិតតែថ្មកមួនតម្លៃថ្លៃឥឡូវព្រះសារីបុត្រហ្នឹងចិត្តហើយឥឡូវរៀបជើងតម្កល់ហើយមកកលៀនចិត្តហើយឥឡូវស្ដេចទេវតាទាំង4ទិសដែលមានកពស់ប្រមាណម៉ែត្រឡើងទៅលើនោះធំហ្នឹងឥឡូវគេប្រាប់វិញសប្តាហ៍ក្រោយគឺហើយជើងខាងក្រោមទាំងអស់យើងរៀបឲ្យបាត់ហើយលាបថ្នាំជាពណ៌ស្ពាន់ពណ៌អីដើម្បីសេចក្តីជ្រះថ្លានាំភ្ញីផ្កាមកបូជាឥឡូវលោកគ្រូកំងផ្កាដល់រាប់រយផ្កាមកទៀតបាត់ហើយបងប្អូននេះដោយសារតែភាពជឿជាក់ដោយសារបញ្ញាមើលឃើញច្បាស់នោះឯងពិចារណាធ្វើអីត្រូវតែការគិតកើតបញ្ញាទៅមានផលបដិបត្តិ
ទៅយើងខ្លាយទៅជាអ្នកជោគជ័យបងប្អូនបោះចោលនៅរឿងអាក្រក់សៅមងការបៀតបៀនអំនួតអួតអាងក្នុងលោកការគៀបសង្កត់ការបៀតបៀនការធ្វើអំពើបាបនិងធ្វើកម្មដ៏លាមកអាក្រក់អ្នកមានបញ្ញាពិចារណាហើយគេចាត់ទុកថាជារឿងដែលគេកន្លងហើយគេអត់ខ្វល់ទេគេមានបញ្ញាគេអត់ទៅធ្វើរឿងអាក្រក់ទេគេធ្វើរឿងណាដែលមានសេចក្តីសុខអញ្ចឹងបងប្អូនរួមសរុបមកវិញបងប្អូនណាអំណាចចិត្តគឺជាអំណាចនៃការជោគជ័យចិត្តដែលបងប្អូនច្បាស់លាស់គឺជាការជោគជ័យយ៉ាងច្បាស់លាស់ចិត្តដែលបងប្អូនខំប្រឹងរៀនកើតបញ្ញាទាំងប្រមាណយកមកធ្វើវាឲ្យបានឲ្យជោគជ័យអញ្ចឹងសមាធិជាឫសគល់របស់កម្មដ្ឋានកម្មដ្ឋានជាឫសគល់របស់វិបស្សនាវិបស្សនានាំឲ្យកើតបញ្ញាបញ្ញាច្បាស់នាំឲ្យកើតចិត្តសម្រេចបានជោគជ័យនិយាយខ្លីទៅសមាធិនាំឲ្យកើតបញ្ញាសិលសមាធិបញ្ញាហើយបើមានបញ្ញាហើយគឺធ្វើអំពើល្អហើយអ្នកដែលមិនធ្វើអំពើល្អឈ្មោះថាមិនទាន់មានបញ្ញាទេអញ្ចឹងលក្ខណៈណាបុគ្គលមិនមានការសមាធិចម្រើននៅវិបស្សនាបុគ្គលនោះនៅតែខ្វះបញ្ញានិងការអប់រំចិត្តដដែលអញ្ចឹងខ្ញុំអត់មានអីទេប្រកេនសម្រាប់បកណាគ្រប់ព្រះអង្គខាងលើក៏ដូចជាបងប្អូនទាំងអស់គ្នាសម្រាប់ពេលនេះបងប្អូនលោកគ្រូនឹងធ្វើរឿងនេះតលតែបានសម្រេចជាបន្តបន្ទាប់ទៀតដើម្បីថ្វាយសាសនាលោកគ្រូមិនមែនធ្វើនៅផ្ទះលោកគ្រូទេលោកគ្រូមានគ្រប់គ្រាន់សម្រាប់អ្វីដែលលោកគ្រូគិតថាលោកគ្រូគ្រប់គ្រាន់អ្វីដែលសំខាន់គឺលោកគ្រូសាងគុណជាតិនៃអំពើល្អនេះឯងសម្រាប់ពុទ្ធសាសនាអញ្ចឹងលោកគ្រូធ្វើទាំងអស់នេះអត់មានយកទៅណាទេថ្វាយសាសនាលះបង់ដើម្បីថ្វាយសាសនាលោកគ្រូអត់អីយកទៅវិញណាទៅផ្ទះទៅអីហ៎លោកគ្រូមានការពិចារណាបញ្ញាគ្រប់គ្រាន់ក្នុងការដែលលោកគ្រូធ្វើហើយលោកគ្រូព្យាយាមធ្វើភ្នំដឹកថែមថយជញ្ជូនកម្មករអីបងប្អូនដឹងហើយក្នុងកន្លះខែលោកគ្រូចាយជាង$10000នេះគណៈកម្មការប្រជុំប្រចាំសប្តាហ៍ដើម្បីការកសាងជារៀងរហូតមកហើយនៅតែមានការបដិញ្ញាខ្ពស់ដើម្បីកសាងតទៅទៀតឥឡូវនេះសប្តាហ៍នេះស្អែកនេះជាងត្រៀមអានេះមែនទេបាទចាប់ដើមធ្វើអាហ្នឹងហើយប្រគុណក្រោមធ្វើគ្រប់កន្លែងធ្វើដកធ្វើព្រោះដើមពោយើងអាយុ15ឆ្នាំហើយបាទណាប្រជុំអាយុ15ឆ្នាំហើយគេប្រាប់មកថាអូពេញកន្លោះចាស់យើងនិយាយចេះចាស់ដល់ថ្ងៃ15ឆ្នាំហើយអញ្ចឹងបងប្អូនមានប៉ុណ្ណឹងបងប្អូនណាធ្វើជាអ្នកគ្រប់គ្រងកាន់តែខ្ពស់ចិត្តកាន់តែឆេវឆាវរឿងរ៉ាវកាន់តែស្មុគស្មាញបើបងប្អូនមិនប្រមូលអារម្មណ៍ឲ្យតាំងនៅក្នុងភាពនឹងណោទេបងប្អូនជាមនុស្សនឹងងាយបាក់ស្រួយនឹងបរាជ័យដាច់ខាតអ្នកណាទុកចិត្តយើងបើកាន់តែយើងរវើរវាយកាន់តែមិនច្បាស់លាស់ហើយព្រៀបបានសសរដែលគ្មានបង្អែកព្រៀបបានឈើពុកហើយវាងាយនឹងជក់ទឹកឈើនោះនឹងរលួយបាត់ធ្លាក់ទៅក្នុងទីដ៏ជ្រៅមិនអាចដល់ត្រើយបងប្អូនត្រូវតែធ្វើជាមនុស្សនឹងណោដើម្បីភាពជោគជ័យឲ្យសេចក្តីទុកចិត្តដល់អ្នកដទៃដើម្បីអ្នកដទៃរកយើងឃើញទោះនៅទីណាក៏ដោយដូចពេជ្រមួយគ្រាប់ព្យាយាមទាំងអស់គ្នាដើម្បីនគរយើងដើម្បីប្រទេសជាតិដើម្បីសេចក្តីសុខដល់ព្រះពុទ្ធសាសនានិងដើម្បីកូនចៅយើងគ្រប់ជំនាន់ក្រោយតទៅទៀតមានប្រយោជន៍ណាស់ការធ្វើបុណ្យមិនមែនអត់ប្រយោជន៍ទេបានទាំងបុណ្យដល់ខ្លួនឯងហើយបានផលសំណល់នៃបុណ្យទាំងឡាយទុកឲ្យកូនចៅជំនាន់ក្រោយដូចជាបុព្វបុរសយើងដែលបានកសាងប្រាង្គប្រាសាទកុដិសាលាតូចធំបន្តមកនេះយើងបានមើលឃើញអំពីស្នាដៃហើយទុកនៅតម្លៃសាសនាអរិយធម៌វប្បធម៌អំបូរពូជនៃនគរយើងជាតិយើងរហូតមកដល់យើងគ្រប់ជំនាន់នេះតទៅទៀតកាន់តែមានបញ្ញាកាន់តែលះបង់ជូនប្រពន្ធជូនកូនជូនញាតិជូនបងប្អូនដើម្បីឲ្យញាតិទាំងឡាយក្នុងលោកទទួលបានផលក្នុងបច្ចុប្បន្នផងនិងអនាគតផងការបដិបត្តិថ្ងៃនេះបានផលថ្ងៃនេះមិនចាំបាច់ជាតិក្រោយទេផលក្នុងបច្ចុប្បន្នមានច្បាស់ណាស់បងប្អូនវិលត្រឡប់ទៅវិញរៀនសូនរូបគ្រាន់តែកាន់ដុំផុកមួយឬកាន់ដីឥដ្ឋមួយរៀនសូនព្រះបងប្អូនកើតព្រះដែលបងប្អូនរៀននោះហើយបងប្អូនរៀនជេរការរៀនខឹងពីអ្នកដទៃនិងការស្អប់កើតភ្លាមបងប្អូនរៀនកាន់អំពើល្អបងប្អូនកើតភ្លាមមិនចាំបាច់ថ្ងៃស្អែកទេបងប្អូនធ្វើអីបានផលភ្លាមដោយបច្ចុប្បន្នខណៈញាណដឹងដោយខ្លួនឯងមិនមានការបៀតបៀននៅក្នុងធម៌ដទៃដែល
miền các chia bát cùng nông cùng cuốn mình miền chẳng bóng ôn vô bánh nhà mà phải chật ai bánh nhà cao trên bị Samadhi nói về cao bánh nhà mơ khơi phlau trấu chia phlau xà lai chẳng sơ Samadhi bánh nhà nơi tại là đáy ruộng móc phlau bằng bầy nâng ai sơ Samadhi bánh nhà chia phlau trấu bằng bầy chia phlau chụp chế này nó có riêng bà chia nâng cục côn chào cho nó khói bọn đông mình nụ ở miền bánh nhà tam phó này ca ngọc ngắt nâng riêng Samadhi sơ trấu chẳng lái mình men dương dốc chơi chùm nè bàn tám rồi dẹt chùm băng tay mà giang tay ngọt tại ai dương dốc chơi chùm nè tam phiếp xa mà kỳ kia phiếp rụp rùm kia coi cho cá chuột chơi đây ngon kia phải phải nhá đọc bây rô cá chuột chơi rô mù lực thang thừa bàn ấy phiếp chuột chơi mình men lơ cầm làng tổ cầm làng vô thiệt tệ phiếp chuột chơi nè lơ cầm làng này phải nhá nè cao rùm xa mà kỳ kia tại phần lần này rùm xa mà kỳ kia xây của dương thơ bàn nè sọp nè sờ lạnh dương mà cả bàn tận ở tay sờ trâu bóng bay dương trên nick ao dương bay mắt sang một kỳ này chua mà chua nhủ nhung sâu xiết bóng bay bảo miên ca bóng bay tràn hai cứ sờ mày nụ sờ trâu chua lại chẳng bỏ việc cùng ao miên ca bóng bay toàn đấy bóng con vô lọ là kêu nó prey nóng là kêu chia một nô đại miên ở quay mày giang bạn ai thưa tàu cờ được ru ai miên thọ mà chia na môi nâu không được ru ấy bạn được ru nâu prey không rọt chừng nào và hai chưa được ru ai mơ khơi càng nóng ai đăng làm pi lẹ cả ná ai đăng bị phiếp bị say cả lại na môi ấy này Paul là bạn được ru nâu không được ru đây được ru bạc để bạc bàn trong phần năng chắc ở con hay phải chọn hay xông niệm môn và cạn na cướp bong đại ba niệm môn màu xông niệm môn bong ấy chụp nuôn mà phây trường ong đại màu ngày ní niệm môn màu ngày ní châu ruộng đầm bay nằm masaka tí ní hay nơi mình vú và má lang từ masaka lừa và sạc với nhau thưa từ bồn hái dương non kia từ thưa hàng lừa vinh ấy chân miên phần năng chắc ấy có chu nằm năng đọc phụ vụt bên đây ấy và sang công an ăn sang từ bồn ban ăn sang pre ban ăn sang chừng kiêng ban ăn sang pleu ban ăn sang mê nè bà nè ao pleu thưa pleu bàn diền nè ao bát tiếp ban nơi chặt khổ nè ao tầm bố ban nơi tim mà lục nè co sang pre ban ở đấy trẻ ông nà phần năng chắc học luôn chưa